nâng nổ ở đằng phấn nâng chặt tôm nút ấy thế à toàn miền Việt ấu nó bong nè cá phu pia đọt trai tháp na từ lời chất nâng rồi bong mình nổ nâng cá co sang tầm quan mệt trai mình lọ rồi bây mà nô nâng mà nô cứ chỉ ca rung chầm này mũi đó chầm khăn chầm ca đọt trai Việt Bắc là vô bài cái cách nâng tầm cùng tôi đã ti rồi bọt nhẹ đất nón cử bật đọt nhẹ đất nón ở bàn trà mình mấy bật đọt tại nhẹ ba ta thì cái đấy bắt đầu ta mình nói dương vô đăng ở vậy khác ông phi chất tình nứt rồi bật luôn ai mũi phía xa là ca kết rồi bật lên trong phi kề ca quen vô ông phi thọ chết rồi bật mình nói Abraham Mosrow đập bông miềnក្នុងការប្រើជីវិតប្រកបដោយហេតុ Eli Harper ប្រភេទប្រភពនាំឲ្យកើតសភាវៈអារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ Robert Tender ភាពខុសគ្នារវាងភេទស្រីនិងភេទប្រុស Emo Z ទ្រឹស្ដីប្រភពបញ្ញាភាពឆ្លាតពូកែរបស់មនុស្ស Vonga Ganner ពីការធ្វើការប្រកបដោយភាពឆ្លាតវៃភាពឆ្លាតខាងអារម្មណ៍ Goldman ភាពប៉ិនប្រសពក្នុងការប្រាស្រ័យទាក់ទង Robert Bolton ការរិះរកគំនិតថ្មីN. Van der Pono គំនិតបង្កើតឆ្នៃប្រឌិត Mihaly Csikszentmihalyi ចិត្តសាស្ត្រអូទីន Robert Skinner វិបត្តិនៃការមានជំរឿច្រើន Barry Schwartz សេចក្តីសុខដ៏ពិតប្រាកដ Martin Seligman អាការៈអរៈខេបុខំហូហេតុពេលទទួលជោគជ័យនិងអាការៈអស់សង្ឃឹមចុះចាញ់ពេលជប់និងបរាជ័យគឺអ្នកដែលប្រគល់ខ្លួនឲ្យស្ថានភាពគ្រប់គ្រងតើគេធ្វើជាម្ចាស់លើខ្លួនឯងម្ដេចអ្នកការសុភាសិតចិត្តសេចក្តីផ្ដើមតើមនុស្សយើងយល់ដឹងអ្វីខ្លះអំពីចិត្តគំនិតរបស់ខ្លួនឯងមនុស្សយើងបានគិតអំពីរឿងចិត្តគំនិតអារម្មណ៍ជាស្រាតនិងការប្រព្រឹត្តរបស់មនុស្សជាច្រើនពាន់ឆ្នាំមកហើយតាមផុសតាងដែលយើងមានដូចជា Aristotle ខុងជឺឡាវជឺសូក្រាតព្រមទាំងអ្នកប្រាជ្ញកាលពីជំនាន់បុរាណផ្សេងទៀតជាច្រើនការគិតកាលពីជំនាន់ដើមច្រើនតែជាការគិតបែបប៉ាន់ស្មានប្រមាណមើលតាមបែបទស្សនវិជ្ជាជាការសិក្សាស្រាវជ្រាវសង្កេតពិនិត្យសាកពិសោធន៍ប្រមូលផ្ដុំបែងចែកចំណេះដឹងទៅតាមលក្ខណៈវិទ្យាសាស្ត្រដែរទើបតែមានការរីកចម្រើនក្នុងប្រមាណ2ទៅ300ឆ្នាំចុងក្រោយនេះឯងចំណេះដឹងអំពីការគិតចិត្តគំនិតនិងទង្វើរបស់មនុស្សឬមុខវិជ្ជាចិត្តវិទ្យាបានបំបែកខ្លួនពីមុខវិជ្ជាពីរផ្នែកគឺមុខវិជ្ជាសារីយវិទ្យានិងមុខវិជ្ជាទស្សនវិជ្ជា Philosophy សារីយវិទ្យាសិក្សាអំពីមុខងាររបស់សរីរាង្គផ្សេងៗឬសិក្សាអំពីដំណើរការក្នុងរាងកាយយល់